នៃសេចក្តីស្នេហាវាមានភាពផ្អែមល្ហែមល្វីងជូរចត់ចំពោះគូស្នេហ៍ដែលទទួលបាននៅផ្លែផ្កាពីសម្ព័ន្ធនៃចំណងភក្តីភាពគេតែងតែឲ្យតម្លៃស្នេហាថាជាឱសថសួរនិងជាតន្ត្រីទឹកដែលបំពេដួងចិត្តគេទាំងពីរឲ្យលងលក់នៅក្នុងជម្រៅស្នេហ៍មួយដ៏សុខសាន្តគ្រប់វិនាទីគេមិនដែលមានកូនចិត្តណាមួយចង់បែកពីគ្នាទេគឺគេចង់រស់នៅចិត្តគ្នាចង់ថ្នាក់ថ្នមគ្នាឲ្យស្មើនឹងទំហំទឹកចិត្តនៃសេចក្តីស្រឡាញ់ដូច្នេះហើយបានជាមានពាក្យមួយគេតែនិយាយថាចំពោះសេចក្តីស្នេហានៅពេលដែលកំពុងតែស្រឡាញ់អ្វីអ្វីក៏ឆ្ងាញ់អ្វីអ្វីក៏មានរសជាតិមានន័យមានខ្លឹមសារដែរចុះផ្ទុយមកវិញហេតុផលវាយ៉ាងម៉េចដែរចំពោះចម្ងល់នេះយើងខ្ញុំជឿជាក់ប្រកាសក្នុងចិត្តថាលោកអ្នកនាងងាយយល់ជាទីបំផុតហើយក៏អាចនិយាយបានថាពេលដែលអស់ស្រឡាញ់អ្វីអ្វីក៏លែងមានន័យមានខ្លឹមសារទៀតដែរយ៉ាងណាមិញលោកកែសារ៉ាក៏បានផ្ដល់ជូននៅចម្លើយជីវិតចំពោះយើងដែរថាលោកស្ដាយណាស់ស្ដាយចំពោះសេចក្តីស្រឡាញ់ដែលខំថ្នាក់ខ្នងប្រឡោះបីស្រីក្នុងហត្ថថាស្ដាយចិត្តដែលខំរក្សាមិនគួរណាស្រីមានចិត្តដូចចង់ស្រស់ហក់លោតទៅតាមអតិពលនៃប្រាក់ដុល្លារចោលបងសោះហើយណាស់នឹងស្ដាយចិត្តអាណិតស្រស់ស្រីពួកពីស្រីតែគ្រាកងសតអូនភ្លេចសំដីដែលស្រីបានស្បត់ស្នាយើងមិនរលត់លោកគ្រីអាសាមកដល់ដីក្រុងអូនស្លងភ្លេចអស់ភ្លេចភាពជាស្រីកាត់ឆ្លោះហើយកលយានេះរឿងចិត្តស្រីអប្រិយសាមានដូចទៅទេរឆានផ្លាស់រត់គួរផ្លែមកពីរូបខ្ញុំអត់មានទ្រព្យធនមានប្រាក់ជាទុនអំលោចិត្តតែលុយប្រាំងជាធំ